នេះគឺជាសកម្មភាពជាកុសលប្រកបដោយសាមគ្គីភាពរបស់ព្រះវិមលរតនៈបណ្ឌិតទេពហត្ថាព្រះរាជាគណៈកិត្តិយសព្រះសុគន្ធសីលសាព្រះមេគុណខេត្តក្រចេះនិងព្រះមន្ត្រីសង្ខេត្តព្រះអនុគុណសហការីអនុគុណព្រះចៅអធិការក្នុងខេត្តក្រចេះទាំងអស់សកម្មភាពនេះគឺជាការនាំយកនៅទេយ្យវត្ថុផ្សេងៗមានដូចជាភេសជ្ជៈអង្ករនិងសម្ភារៈជាច្រើនទៀតរួមទាំងបច្ច័យចំនួន10,44,2,000 រៀលដើម្បីប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តឧត្តមសាមគ្គីហៅវត្តវាលកន្សែងភូមិវាលកន្សែងឃុំកំពង់ដំរីស្រុកឆ្លងខេត្តក្រចេះដែលវត្តនេះបានជួបនៅហេតុការណ៍អគ្គីភីឆេះកុដមួយខ្នងកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ក្នុងដំណើរនេះក៏មានការអញ្ជើញចូលរួមផងដែរអំពីសំណាក់លោកស៊ូសែប្រធានមន្ត្រីធម្មការនិងសាសនាខេត្តលោកកែខឿងអនុប្រធានមន្ត្រីធម្មការនិងសាសនាខេត្តនៅក្នុងកម្មវិធីដែលប្រព្រឹត្តទៅនៅថ្ងៃប្រហោះ5រោចខែបោះឆ្នាំអាសាញ់សប្បដស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី8ខែមករាឆ្នាំ2026នេះព្រះវិមលរតនៈបណ្ឌិតទេពហត្ថាបានសម្ដែងនៅការសោកស្ដាយជាពន់ពេកជាមួយនឹងព្រះចៅអធិការវត្តឧត្តមសាមគ្គីហៅវត្តវាលកន្សែងនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចំពោះការបាត់បង់នៅគរុភ័ណ្ឌផ្សេងៗមានគាត់ជាដើមនោះទន្ទឹមនឹងនេះផងដែរព្រះមេគុណខេត្តក្រចេះមានសេចក្តីសោមនស្សរីករាយដែលបានឃើញព្រះមន្ត្រីសង្ឃខេត្តក្រុងស្រុកនិងព្រះចៅអធិការវត្តគ្រប់ព្រះអង្គមានការសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះតាមរយៈវីដេអូនេះខ្ញុំព្រះករុណាយើងខ្ញុំក៏សូមប្រគេនជូនបុណ្យកុសលដល់សប្បុរសជនទាំងអស់ដែលបានចូលរួមនិងមើលវីដេអូនេះសូមអរព្រះគុណនិងសូមអរគុណណាស់ចំពោះការជួយចែករំលែកបន្ត